តម្លៃមាសបច្ចុប្បន្នអាចបន្តឡើងដល់តម្លៃ$7,000ក្នុងមួយតម្លឹងទេសូមជម្រាបសួរទស្សនិកជនជាទីគោរពឥឡូវនេះយើងមកផ្ដោតទៅលើប្រធានបទដ៏សំខាន់មួយនិងជាប្រធានបទដែលកំពុងមានមន្ទិលជាច្រើនជុំវិញតម្លៃមាសដែលបានស្រុតចុះជិត$500ក្នុងមួយតម្លឹងកាលពីម្សិលមិញនេះថាតើមូលហេតុអ្វីបានទៅជាដូច្នោះវិញតម្លៃមាសអន្តរជាតិបច្ចុប្បន្នគិតត្រឹមរសៀលថ្ងៃពុធនេះបានកំពុងជួញដូរចិត្តតម្លៃ$5,200ក្នុងមួយអោនឬជាង$6,200ក្នុងមួយតម្លឹងបងប្អូនតម្លៃមាសកាលពីម្សិលមិញនេះបានដាំក្បាលចុះពីតម្លៃ$5,379ក្នុងមួយអោនមកដល់តម្លៃ$4,995ក្នុងមួយអោនប្រមាណ$7,500ក្នុងមួយតម្លឹងដែលវិនិយោគិននិងអ្នកជួញដូរហាងឆេងមាសជាច្រើនមិននឹកស្មានដល់បើទោះបីជាសង្គ្រាមពេញមជ្ឈិមបូព៌ាកំពុងនៅបន្តក៏ដោយជាការបកស្រាយខ្ញុំសូមលើកយកមូលហេតុចម្បង2ដែលបានធ្វើឲ្យតម្លៃមាសធ្លាក់ចុះជាង7%យ៉ាងគំហុកបែបនេះកត្តាចម្បងនាំមុខគេនោះគឺកម្លាំងសន្ទុះប្រាក់ដុល្លារអាមេរិកបានហក់ឡើងខ្លាំងជាង1%កាលពីម្សិលមិញដោយវិនិយោគិនមានទំនោរវិជ្ជមានលើប្រាក់ដុល្លារក្នុងអំឡុងសង្គ្រាមនៅមជ្ឈិមបូព៌ានេះអស់លោកស្រីអ្វីដែលធ្វើឲ្យប្រាក់ដុល្លារឡើងខ្លាំងនេះគឺមិនមែនគេទិញទុកធ្វើជាទ្រព្យសុវត្ថិភាពតែមកមុននោះទេគឺដោយសារសម្ពាធអតិផរណារឹតតែខ្លាំងបន្ថែមទៀតតាមរយៈតម្លៃប្រេងឡើងថ្លៃដោយជាហេតុដ៏ពិបាកសម្រាប់ធនាគារកណ្ដាលអាមេរិកទម្លាក់អត្រាការប្រាក់បន្តបើយោងតាមរបាយការណ៍ស្ទង់មតិម្សិលមិញនៃការទម្លាក់អត្រាការប្រាក់ CME Fed Watch Tool បានបង្ហាញថាភាគរយនៃការមិនបញ្ចុះអត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិកកើនពី 45% ទៅ 60% ហើយបាទកត្តាទី2នោះគឺការកាត់យកប្រាក់ចំណេញពីការជួញដូរហាងឆេងមាសរយៈពេលខ្លីស្របពេលដែលតម្រុយនៃសន្ទុះប្រាក់ដុល្លារនៅឡើងថ្លៃបន្តនិងកំពុងទទួលប្រាក់ចំណេញនោះបាទចុះតម្លៃមាសបច្ចុប្បន្នអាចបន្តឡើងដល់តម្លៃ$7,000ក្នុងមួយតម្លឹងទេជាការវិភាគបើស្ថានភាពនៃសង្គ្រាមនេះនៅតែបន្តអូសបន្លាយមិនទាន់មានការចរចាណាមួយកើតឡើងទេភាគរយច្រើនមាសនឹងនៅតែបន្តឡើងថ្លៃដល់ជាង$6,700ក្នុងមួយតម្លឹងឬលើ$7,000ក្នុងមួយតម្លឹងបាទសូមអរគុណអស់លោកស្រីសម្រាប់ការតាមដានទស្សនាបាទសូមជម្រាបលាបើកអ្នកនេះទិញលក់ហាងឆេងមាសឥឡូវនេះលោកអ្នកនឹងទទួលបានការបណ្ដុះបណ្ដាលនិងការប្រឹក្សាពីអ្នកជំនាញព្រមទាំងក្លាយជាសមាជិកនៅក្នុង Channel VIP ដែលគិតថ្លៃ